នៅស្រុកឆ្ងាយមួយដែលព័ទ្ធជុំវិញដោយវាលស្រែបៃតងនិងភ្នំស្រស់ស្រាតមានតាចាស់និងយាយចាស់រស់នៅក្នុងផ្ទះតូចមួយជាមួយកូនស្រីម្នាក់កូនស្រីរបស់ពួកគេមានចិត្តសប្បុរសស្លូតបូតស្រស់ស្អាតដូចជាព្រះច័ន្ទនៅលើមេឃតាចាស់មានបំណងចង់រករីល្អឲ្យកូនស្រីដើម្បីឲ្យនាងមានជីវិតសុខសាន្តប៉ុន្តែគាត់មិនចង់ឲ្យកូនស្រីទៅជាអ្នកណាមានទេទ្រព្យឬមានអំណាចទេគាត់ចង់ឲ្យនាងទៅជាមនុស្សដែលមានប្រាជ្ញាសុភាពនិងគោរពឪពុកម្ដាយថ្ងៃមួយតាចាស់ប្រកាសទៅសមាជិកស្រុកថាអ្នកណាអាចតอมជេរម្ដាយគេបានឬអាចធ្វើឲ្យថ្មយំបានតាខ្ញុំនឹងឲ្យកូនស្រីជាប្រពន្ធសមាជិកស្រុកភ្ញាក់ផ្អើលមិនដឹងថាតាចាស់ចង់សាក់លបងអ្វីទេតែពាក្យប្រកាសនោះត្រូវបានឮរហូតដល់ស្រុកជិតខាងថ្ងៃបន្ទាប់មានកំឡោះជាច្រើនមកសាក់លបងកំឡោះដំបងជាមនុស្សក្បត់ចិត្តហ៊ាននិយាយពាក្យអាក្រក់តាចាស់ឲ្យគេទៅជេរថ្មគេជេរថ្មថាអីថ្មអើយមិនសូម្បីតែមានត្រចៀកស្ដាប់នោះទេតែតាចាស់ដែលលាក់នៅពីក្រោយថ្មចេញមកហើយនិយាយថាញាក់មិនត្រឹមតែជេរថ្មទេញាក់អាចជេរម្ដាយគេដែរមនុស្សដូចញាក់មិនសមជាប្តីកូនស្រីខ្ញុំឡើយកំឡោះនោះអៀនចេញទៅដោយខ្មាស់អៀនកំឡោះទី2មកដល់ចិត្តមិនស្មោះត្រង់ពេលតាចាស់សាក់លបងឲ្យគេធ្វើការលំបាកឲ្យស្រោចទឹកនៅលើដីខ្ចីឬឲ្យរែកទឹកអំបិលទៅស្រែគេចេះនឹងការខឹងតាចាស់សាក់លបងបន្ថែមឲ្យរែកអំរែកទៅផ្សារមានតាលាក់ខ្លួននៅក្នុងអំរែកកំឡោះមិនអត់ធ្មត់ចាប់ដុតអំរែកនោះទាំងមិនគិតតាចាស់ភ្ញាក់រត់ចេញមកហាយទោសថាអ្នកគ្មានអត់ធ្មត់អេរយាបុតមិនសមរម្យអ្នកមិនសមជាប្តីកូនខ្ញុំឡើយរហូតដល់ថ្ងៃមួយមានកំឡោះស្លូតបូតម្នាក់ឈ្មោះសុភ័ក្រមកសាក់លបងគាត់មិនមានទ្រព្យសម្បត្តិទេប៉ុន្តែមានចិត្តសុភាពស្មោះត្រង់និងគោរពឪពុកម្ដាយពេលតាសាក់លបងឲ្យសុភ័ក្រធ្វើការលំបាកដូចគេដតីគាត់មិនបង្ហាញភាពធុញឬខឹងឡើយតាឲ្យរែកទឹកអំបិលទៅស្រែគាត់និយាយយ៉ាងស្ងប់ស្ងាត់ថាទោះបីជាអំបិលក៏ដោយបើមានចិត្តល្អវាក៏អាចផ្លាស់ប្ដូរជាទឹកផ្អែមតាចាស់ភ្ញាក់ផ្អើលប៉ុន្តែមិនទាន់ទុកចិត្តគាត់បន្តសាក់លបងបន្ថែមពេលក្រោយតាឲ្យសុភ័ក្ររែកអំរែកធ្ងន់មួយទៅផ្សារតាលាក់ខ្លួននៅក្នុងអំរែកដើម្បីមើលថាកំឡោះនឹងធ្វើដូចម្ដេចសុភ័ក្រមិនតូចដែរយកអំរែកលើស្មាហើយនិយាយថាអំរែកនេះធ្ងន់ប៉ុន្តែខ្ញុំជឿថានៅក្នុងវាមានអ្វីមានតម្លៃបើមានតម្លៃខ្ញុំនឹងរក្សាវាតាចាស់នៅក្នុងអំរែកស្ទើរតែមិនអាចទប់សំណោចបានបន្ទាប់មកតាឲ្យសុភ័ក្រធ្វើការសាក់លបងជុំក្រោយគឺឲ្យធ្វើឲ្យថ្មយំសុភ័ក្រនៅមុខថ្មមួយយកដៃប៉ះលើវាហើយនិយាយថាថ្មអើយអ្នកអាចធ្វើឲ្យមនុស្សខឹងឬស្រឡាញ់តាមចិត្តបុកគេតែខ្ញុំមិនចង់ជេរអ្នកទេព្រោះជីវិតខ្ញុំមានម្ដាយដែលខ្ញុំស្រឡាញ់និងមិនចង់ឲ្យនាងឮពាក្យអាក្រក់ពីមាត់ខ្ញុំឡើយតាចាស់ស្ដាប់ហើយភ្ញាក់ផ្អើលក៏ចេញមកពីក្រោយថ្មហើយនិយាយថាកំឡោះអ្នកឈ្នះហើយអ្នកមិនត្រឹមតែមានប្រាជ្ញាប៉ុន្តែមានចិត្តសុភាពនិងគោរពឪពុកម្ដាយផងដែរនៅថ្ងៃនោះតាចាស់បានធ្វើពិធីអាពាហ៍ពិពាហ៍ឲ្យសុភ័ក្រនិងកូនស្រីយ៉ាងសប្បាយរីករាយពួកគេរស់នៅដោយសុខសាន្តការពារពួកមនុស្សចាស់ដូចជាឪពុកម្ដាយរបស់ពួកខ្លួន